មិនឲ្យអាមុតសាច់ដែលរកបានឯងប្រឡាក់អស់ឬនៅគួរតែគិតគូខ្លះហើយឬក៏យ៉ាងម៉េចអូអ៊ំខ្ញុំមកនេះគឺចង់មកបបួលអ៊ំឡើងភ្នំនោះឯងចុះសាច់ប្រឡាក់អ៊ំអស់ហើយឬនៅអូនៅទេអ៊ំស្រីឯងគឺកំពុងតែហាលនៅខាងក្រោយផ្ទះឯនោះហើយថ្ងៃបន្តិចក៏នឹងយកវាទៅលក់នៅតាមភូមិយើងនេះឯងនៅពេលដែលនេះមុតព្រមទាំងអ៊ំលោកកំពុងតែឈរនិយាយគ្នានោះក៏ត្រាប់តែពេលនោះមានបរិសុទ្ធចំណាស់ម្នាក់កំពុងតែដើរសម្ដៅមករកពួកគាត់តើមានការអីមានទេលោកបងបានជាមកផ្ទះខ្ញុំទាំងព្រឹកមែនហើយគឺមានរឿងបន្តិចបន្តួចនិយាយជាមួយលោកបងទៅមកទាំងព្រឹកបែបនេះព្រោះខ្លាចថ្ងៃបន្តិចគេលោលោកបងមិននៅតែឥឡូវមកបានជួបទាំងអាមុតទៀតគឺពិតជាល្អណាស់មានរឿងអីទៅលោកអ៊ំមេភូមិបានជាពាក់ព័ន្ធនឹងខ្ញុំដែរនោះមែនហើយលោកបងមានរឿងអីក៏ឆាប់និយាយមកពួកខ្ញុំចាំស្ដាប់ពេលនោះលោកមេភូមិគាត់ក៏បាននិយាយពីតម្រូវការសត្វព្រៃចំនួន4ទៅ5ក្បាលដើម្បីធ្វើជាម្ហូបក្នុងពិធីមង្គលការកូនស្រីមិត្តភក្តិរបស់គាត់ដែលជាអ្នកមានធូរធាននោះអូអញ្ចឹងទេលោកបងប៉ុន្មានថ្ងៃមុននេះមិត្តរបស់ខ្ញុំដែលគេក៏ជាអ្នកទូធាម្នាក់ដែរនៅភូមិក្បែរខាងយើងនេះគេបានប្រាប់ខ្ញុំថា5ថ្ងៃខាងមុខនេះកូនស្រីគេរៀបការដូច្នេះគេក៏ចង់បានសត្វសាច់ព្រៃដែរហើយគេក៏ប្រាប់ខ្ញុំនឹងពឹងពាក់ខ្ញុំឲ្យមុននិយាយជាមួយលោកបងព្រោះថាគេស្គាល់លោកបងដោយសារតែលោកបងក៏ធ្លាប់ទៅលក់សាច់នៅភូមិរបស់គេដែរតាមពិតទៅជ្រូកគោមន់ទីអីនោះគេក៏បានទៅរួចហើយប៉ុន្តែគេក៏ចង់បានសត្វព្រៃ4-5ក្បាលបន្ថែមបើអ្នកទាំងពីររកបានក៏បានបើមិនបានក៏មិនអីនោះដែរឥឡូវនេះខ្ញុំត្រឡប់ទៅផ្ទះវិញសិនហើយអ្នកទាំងពីរគិតគ្នាសិនចុះបើសិនជាព្រមក៏ទៅប្រាប់ខ្ញុំវិញចុះតើអ៊ំស្គាល់កន្លែងនោះទេមិនសូវច្បាស់ទេព្រោះថាវេលាក៏កន្លងទៅយូរហើយដែរប៉ុន្តែមិនអីទេយើងគិតថាយើងអាចរកឃើញដើរបណ្ដានិយាយគ្នាបណ្ដាអ្នកទាំងពីរចំណាយពេលអស់កន្លះថ្ងៃក៏នៅតែមិនទាន់បានទៅដល់កន្លែងដែលពួកគាត់បានរកនោះទេប៉ុន្តែពេលដែលអ្នកទាំងពីរដើរកាន់តែយូរទៅអ៊ំលោកក៏មានអារម្មណ៍ថាដូចជាវង្វេងព្រៃនេះបាត់ទៅហើយនោះក៏ព្រោះតែពួកគាត់ដើរចុះឡើងដែលផ្ដោតអារម្មណ៍ទៅលើខ្នាតព្រៃនោះមើលទៅដូចជាមិនស្រួលទេអាមុតយើងរវល់តែផ្ដោតអារម្មណ៍រកនឹកពីកន្លែងខ្នាច់នោះក៏ដល់ឡើងវល់ពេញនេះទៅហើយអញ្ចឹងគិតធ្វើយ៉ាងម៉េចទៀតទេអ៊ំមិនអីទេរកមើលកន្លែងសម្រាប់នៅទីនេះហើយឲ្យរឿងស្លាស់មុខបន្តិចបើរវល់តែដើរចូលដើរឡើងនោះមិនកើតទេមេឃងឹតឡើងហើយថាហើយអ្នកទាំងពីរក៏បានរៀបចំខ្លួននិងបោះធ្នាក់សម្រាប់នៅលើដើមឈើធំមួយនៅយប់នេះហើយធ្នាក់ដែលពួកគាត់បានបោះនោះក៏មានលក្ខណៈមិនសូវមាំទាំប៉ុន្មាននោះទេគឺថាធ្វើឲ្យតែបានសម្រាប់នៅយប់នេះតែប៉ុណ្ណោះយប់នោះអ្នកទាំងពីរក៏បានបដូរវេនគ្នាសម្រាប់ម្នាក់ម្ដងដោយពេលនោះនេះមុតគេគឺជាអ្នកដេកមុនចំណែកអ៊ំលោកគាត់ក៏អង្គុយយាមដោយជក់បារីស្លឹកសង្កែលើធ្នាក់យ៉ាងស្ងៀមស្ងាត់ឈឹងស្មឹងស្មាតរងនឹកពីកន្លែងដែលជាខ្នាច់ព្រៃដែលពួកគាត់កំពុងតែតាមរកនោះហើយក៏ដូចជាអ្វីដែលគាត់បានរំពឹងទុកពិតមែនដោយគាត់បានសម្លឹងមើលទៅតំបន់ព្រៃនេះនិងសម្លឹងមើលទៅភ្នំក៏នឹកឃើញថាតាមពិតខ្នាច់ព្រៃដែលពួកគាត់កំពុងតាមរកនោះក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេយប់កណ្ដាលអាធ្រាត្រព្រះខែរះពេញវងមូលក្រឡង់ចំពីលើអ្នកទាំងពីរដែលសម្រាកនៅលើធ្នាក់កណ្ដាលព្រៃដែលវេលានោះក៏ជាពេលដែលបដូរវេនឲ្យនាយមុតគេជាអ្នកយាមចំណែកអ៊ំលោកគាត់គឺជាអ្នកសម្រានម្ដងនាយមុតអង្គុយលើធ្នាក់អើតឆ្វេងអើតស្ដាំសម្លឹងមើលជុំវិញបរិវេណព្រៃដូចជាធម្មតាមិនខុសពីទម្លាប់រាល់ដងក្រោយពីអង្គុយសម្លឹងមិនយូរប៉ុន្មានរឿងរ៉ាវចម្លែកក៏បានកើតឡើង
គឺថាពេលនោះក៏ស្រាប់តែមានមនុស្សចាស់ម្នាក់ដើរសម្ដៅមករកគេរួចក៏ចង្អុលមុខមកកាន់គេហើយក៏បាននិយាយទៅកាន់គេថាឆាប់ចេញពីទីនេះភ្លាមទៅឆាប់ចេញទៅគ្រាន់តែបាននិយាយរួចភ្លាមបរិសុទ្ធចំណាស់ម្នាក់នោះក៏បានដើរត្រឡប់ទៅវិញហើយក៏រលាយបាត់រូបរាងភ្លាមតែម្ដងនេះមុតក្រោយពីបានជួបហេតុការណ៍ចម្លែកបែបនេះគេក៏បានត្រឹមតែផិតភ័យនិងអង្គុយឆ្ងល់ថាគេកំពុងតែបានជួបនឹងអ្វីឬក៏គេរវើរវាយដោយសារតែគេអស់កម្លាំងពីការធ្វើដំណើរឡើងភ្នំនេះបន្ទាប់ពីបានជួបហេតុការណ៍បែបនេះរួចយប់នោះក៏មិនបានឃើញមានរឿងអ្វីចម្លែកកើតឡើងបន្តទៀតនោះទេលុះដល់ព្រឹកឡើងនេះមុតគេក៏មិនបាននិយាយអ្វីប្រាប់ទៅកាន់អ៊ំលោកនោះទេព្រោះបើអ៊ំលោកដឹងក៏ខ្លាចគាត់ផ្លាស់ប្ដូរចិត្តអដំណើរនឹងត្រឡប់ទៅកាន់ភូមិវិញយីដើរម៉ាត់ដូចជាច្បាស់ផ្លូវជាងម្សិលមិញអ៊ំកុំសួរច្រើនដើរតាមតែយើងមកដើរបណ្ដានិយាយគ្នាបណ្ដាមិនយូរប៉ុន្មានពួកគាត់ក៏បានទៅដល់កន្លែងមួយដែលមានទឹកមួយថ្លុកធំល្មមដែរមានសភាពទឹកថ្លុកនោះឡើងខ្មៅហើយថែមទាំងមានមេឃឈើងាប់នៅក្នុងនោះទៀតផងហើយអ្វីដែលនេះមុតចាប់អារម្មណ៍នោះក៏មានស្នាមដានជើងសត្វដើរឡើងសឹកនៅជុំវិញបរិវេណនោះហើយនេះទើបគេដឹងថានេះគឺជាខ្នាតព្រៃមកដល់ហើយនេះហើយជាកន្លែងដែលយើងរកនោះទឹកដីព្រៃនៅម្ដុំនេះមិនធម្មតាដូចជាកន្លែងមុនដែលឯងធ្លាប់ចូលនោះទេឆាប់ប្រញាប់បោះស្នាក់ឲ្យបានលឿនទៅមុនថ្ងៃលិចនិយាយរួចអ្នកទាំងពីរដែលជាព្រានព្រៃធ្លាប់ចូលព្រៃច្រើនដងរាប់មិនអស់ដែលមានជំនាញក្នុងការបោះថ្នាក់យ៉ាងស្ទាត់ជំនាញផងនោះពួកគាត់ក៏ចាប់ដើមកិច្ចការងាររបស់គាត់ដូចជាទម្លាប់ចូលព្រៃរាល់ដងនៅកណ្ដាលព្រៃលើភ្នំអរ៉ាល់ពេលនោះថ្ងៃក៏ចាប់ដើមរៀបលិចហើយពេលយប់ក៏បានខិតចិត្តចូលមកដល់ហើយពេលនោះប្រហែលជាម៉ោង5ល្ងាចអ្នកទាំងពីរក៏បានសាងសង់ថ្នាក់រួចរាល់ហើយមើលទៅថ្នាក់មួយនេះក៏មានលក្ខណៈមុំទាំខុសពីថ្នាក់ដែលពួកគាត់បានបោះរាល់ដងហើយពួកគាត់ក៏បានយកមែកឈើដែលមានស្លឹកឈើច្រើនមកដាក់នៅលើថ្នាក់ចំពីមុខរបស់ពួកគាត់ដើម្បីបិទបាំងមិនឲ្យសត្វដែលមកផឹកទឹកខ្នាតនេះមើលឃើញពួកគាត់នោះទេ